បាទសួស្តីទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃ25ខែមករាឆ្នាំ2026អញ្ចឹងរសៀលប្រហែលជាម៉ោង2ម៉ោង1:02ហើយគឺម៉ោង1:51នាទីអញ្ចឹងថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យអឺនៅទីនេះគឺម៉ោង1:51 PM រសៀលហើយនៅប្រទេសកម្ពុជាប្រហែលជាម៉ោង7ណា7:51អញ្ចឹងជារៀងរាល់ថ្ងៃគឺខ្ញុំធ្វើលំហាត់ប្រាណដោយពេលព្រឹកឡើងខ្ញុំងើបពីព្រឹកដើម្បីរៀបចំម្ហូបអាហារហើយខ្ញុំញ៉ាំអាហារពីព្រឹកហើយខ្ញុំវិចរៀបចំទៅសាលារៀនដោយដើរពីផ្ទះរបស់ខ្ញុំទៅខាងរទេះភ្លើងគឺចំនួនគេហៅថាត្រាំចំនួន5នាទីបន្ទាប់មកខ្ញុំជិះត្រាំ M46 ទៅសាលារបស់ខ្ញុំគឺសាកលវិទ្យាល័យ Edward Seller ហ្នឹងចំណាយពេលរយៈពេលប្រហែល12នាទីហើយទៅពេលដែលខ្ញុំចាប់ធ្វើការពិសោធន៍ពេលល្ងាចគឺខ្ញុំត្រឡប់មកវិញប្រហែលជាម៉ោង5គឺខ្ញុំដើរបើខ្ញុំដើរពីសាលារបស់ខ្ញុំសាកលវិទ្យាល័យរបស់ខ្ញុំមកដល់ផ្ទះខ្ញុំគឺចំណាយពេលកន្លះម៉ោងខ្ញុំធ្វើបែបនេះជារៀងរាល់ថ្ងៃគឺដើម្បីឲ្យសុខភាពយើងល្អដោយសារនៅទីនេះត្រជាក់អញ្ចឹងខ្ញុំអាចបានហាត់ប្រាណឲ្យមានការបែកញើសទេហើយខ្ញុំអត់មានពេលទៅជីមអញ្ចឹងខ្ញុំធ្វើលំហាត់ប្រាណដោយការដើរ jogging ហើយនឹងដើរនៅតាម garden សាធារណៈហើយថ្ងៃនេះដែរគឺជាថ្ងៃអាទិត្យចុងសប្តាហ៍អញ្ចឹងខ្ញុំម្សិលមិញក៏បានហាត់ប្រាណទេគឺរវល់ join conference seminar ជាមួយនឹងលោកគ្រូអ្នកគ្រូហើយបន្ទាប់មកខ្ញុំថ្ងៃនេះក៏ត្រូវតែឆ្លៀតពេលគឺ commitment កុំឲ្យខ្ជិលគឺត្រជាក់ចង់តែល្ងុយគេអញ្ចឹងណាអញ្ចឹងខ្ញុំខ្លាចសុខភាពអត់ល្អអញ្ចឹងខ្ញុំក៏ចេញមកហាត់ប្រាណហើយចង់ផ្ដាំបងប្អូនទាំងអស់គ្នាថាបើសិនជាចូលចិត្តវីដេអូរបស់លោកគ្រូកុំភ្លេចជួយ like ជួយ share មើលពីសកម្មភាពផ្សេងៗដែលលោកគ្រូអាច survival រស់នៅប្រទេសហុងហ្គារីរៀននៅក្នុងប្រទេសហុងហ្គារីឆ្ងាយពីប្រទេសជាតិរបស់យើងហើយរស់នៅក្នុងបន្ទប់ជួលម្នាក់ឯងមានសិស្សនិស្សិតផ្សេងៗដែរតែគាត់នៅឆ្ងាយពីគ្នាអញ្ចឹងយើងត្រូវរៀនរស់ដោយខ្លួនឯងត្រូវរឹងមាំហើយត្រូវចេះថែរក្សាសុខភាពស្រឡាញ់ខ្លួនឯងច្រើនហើយអ្វីដែលយើងត្រូវ focus សំខាន់នោះគឺឱសថដ៏សំខាន់សម្រាប់មនុស្សជាតិយើងគឺធ្វើលំហាត់ប្រាណដើម្បីឲ្យសុខភាពយើងល្អឈ្នះអស់ជំងឺផ្សេងៗតោះយើងទាំងអស់គ្នា let's go ទៅមើលការហាត់ប្រាណរបស់លោកគ្រូទាំងអស់គ្នារត់លំហាត់ប្រាណរបស់លោកគ្រូទាំងអស់គ្នាអញ្ចឹងលោកគ្រូដើរនៅក្នុងសួនច្បារនេះនៅជិតផ្ទះលោកគ្រូគឺចំណាយពេលដើរប្រហែលជា5នាទីឈ្មោះថាសួនច្បារ Chanot Papa Garden អញ្ចឹងខ្ញុំតែងតែដើរនៅទីនេះប្រហែលជា5ជុំគឺស្មើនឹង5គីឡូតែមុននឹងចេញមកខាងក្រៅថ្ងៃនេះខ្ញុំឆែកសីតុណ្ហភាពគឺអត់សូវល្អទេគឺ3អង្សាសេហើយមានធ្លាក់ភ្លៀងប៉ុន្តែព្រិលនៅតាមសួនច្បារនេះក៏អត់ទាន់រលាយអស់នៅឡើយទេតែឥឡូវយើងមើលសកម្មភាពរត់លំហាត់ប្រាណរបស់លោកគ្រូទាំងអស់គ្នាតែរត់ប្រយ័ត្នប្រយែងដែរដោយសារតែវាមានទឹកមានអីល្អិលអញ្ចឹងណាបាទបន្ទាប់ពីរត់5ជុំហើយខ្ញុំនឹងធ្វើជីមនៅក្នុងកន្លែងសាធារណៈនេះគឺជាសកម្មភាពលំហាត់ប្រាណជុំទី4របស់ខ្ញុំហើយនឹងអញ្ចឹងខ្ញុំនឹងបន្តឲ្យគ្រប់5ជុំ